cứ này dân phí tập quán có lòng nhưng đi dân man đăng mấy ngày thaนิยมในสัมพันธ์กูหลังคือเชียสัมพันธ์ได้การลายระเวียงอะตอมปีได้อิเล็กตรอนรวมគ្នាหรือก็ដាក់ហ៊ុនอิเล็กตรอนណាដាក់ហ៊ុនอิเล็กตรอนឬក៏យើងអាចនិយាយបានថាដើម្បីបង្កើតបានជាសម្ព័ន្ធគូវឡង់ណាអាតូមមិនមានការផ្ទេរឬក៏ការទទួលយកអេឡិចត្រូនទេណាហើយក៏វាមិនមានហើយបើសិនណាវាមានកម្រិតអេឡិចត្រូនវិជ្ជមានរបស់វាគឺសឹងតែប្រហាក់ប្រហែលនឹងសូន្យយ៉ាងអាតូមហ្នឹងយើងឲ្យឈ្មោះថាជាសម្ព័ន្ធគូវឡង់ណាឬក៏យើងអាចនិយាយបានថាបើផតសងគីអាដកគីបេធំជាង0.5និងតូចជាង 1.9 យើងថាជាសម្ព័ន្ធគូវឡង់ប៉ូឡែរតែបើវាធំជាងឬស្មើ0និងតូចជាងឬស្មើ 0.5 យើងថាវាជាសម្ព័ន្ធគូវឡង់មិនប៉ូឡែរបាទឬក៏នៅចំណុចទូទៅយើងអាចនិយាយបានថាសម្ព័ន្ធគូវឡង់គឺជាសម្ព័ន្ធដែលកើតឡើងរវាងអលោហៈនិងអលោហៈប៉ុន្តែកន្លងមកនេះគឺយើងបានសិក្សាថាមិនមែនតែអលោហៈនិងអលោហៈទេគឺសូម្បីតែលោហៈនិងអលោហៈក៏វាអាចជាសម្ព័ន្ធគូវឡង់ដែរនៅពេលដែលតម្លៃគីរបស់វាគឺតូចជាង 1.9 ណាអូខេចឹងគ្រប់ពេលវេលាដែលអាតូមដាក់អេឡិចត្រូនរួមគ្នានេះគឺវាធ្វើយ៉ាងម៉េចឲ្យមានអាតូមនីមួយៗគឺមាន8អេឡិចត្រូនតែទម្រង់នេះគឺមានលក្ខណៈដូចគឺស្មើកម្រអញ្ចឹងចំណុចទី2គឺយើងនិយាយពីបឡង់ណាកាលពីមេរៀនមុនគឺយើងបាននិយាយឲ្យនិយមនេះពីបឡង់ហើយណាបាទបឡង់គឺជាលទ្ធភាពរបស់អាតូមនៃធាតុគីមីមួយដែលអាចចងសម្ព័ន្ធជាមួយនឹងអាតូមនៃធាតុគីមីទៀតណាឬក៏យើងអាចនិយាយបានថាអាតូមដែលមានអេឡិចត្រូនសេរីគឺវាទៅវាអាចចងសម្ព័ន្ធជាមួយគ្នាបានណាយើងលុះត្រាតែយើងមានអេឡិចត្រូនសេរីទៅយើងអាចចងសម្ព័ន្ធជាមួយគ្នាបានតើនេះយ៉ាងដើម្បីកណនីនៅបឡង់ដែលគឺយើងមានរូបមន្តមួយគឺបឡង់នៃធាតុគីមីគឺវាស្មើនឹង8ដកអេឡិចត្រូនទៅទប់ក្រៅដកចំនួនអេឡិចត្រូនទៅទប់ក្រៅចឹងនោះយើងឃើញអេឡិចត្រូនសេរីហើយចឹងជាមួយនឹងកាបូនមានបឡង់4អុកស៊ីហ្សែនមានបឡង់2ណាអាសូតមានបឡង់3ចឹងអាសូតមិនអាចមានបឡង់5បានទេណាតើអត់គ្រូលោកគ្រូលោកគ្រូឡើយនេះសុំសួរតិចលោកគ្រូចុះនៅក្នុងការប្រើប្រាស់ហេតុអីបានគេប្រើអាសូតបឡង់ពេលខ្លះប្រើ3ពេលខ្លះប្រើ5មកលោកគ្រូបាទជាទូទៅគឺมันមានបឡង់5ទេអ្វីដែលយើងនិយាយគឺយើងនិយាយពាក់ព័ន្ធទៅនឹងចំនួនអុកស៊ីតកម្មណាអាសូតមានចំនួនអុកស៊ីតកម្មបូក3និងបូក5ឬក៏ដក3ណានេះជាចំនួនអុកស៊ីតកម្មរបស់អាសូតបាទចឹងលើកទីហោចាក់ដៃនៅក្នុងសង្គមរបស់យើងตัวយ៉ាងដូចជាអ្នកគ្រូណាលើកទីហោចឹងណាតើអ្នកគ្រូដឹងថាអ្នកគ្រូបឡង់ប្រហែលនេះខ្លួនឯង
đằng ắt và lòng mán ắt đằng không được rồi đằng đề mới cho lục rú ướt cứu lòng mán lục rú tên là bà đấy lòng môi hết ấy ban miền lòng mùi xa dân ai trời lòng ca những anh pin nè bà lực rú có miền và lòng mùi ok chẳng hay đấy bạn có thay con miền và lòng tầm muối chẳng ai chịu có những chặt tái có chặt bàn phun bị bay ớt lực rú chẳng màn ớt trong màn tầm vui luôn trong màn mui bạn trong màn tầm vui luôn ế ớt chưa đấy không có quân miên tầm vui luôn ai đây bàn miền tầm muối from admin pi bàn ai thấy xa dân miên mui máu cục hay ớt ớt kêu cái nhưng chưa ớt kêu cái ai lực rú đại từ cài tè ớt Lực cũng vậy nó đang đã ăn đại tới rồi nhưng còn đắng này ớt đắng ấy ăn đắng rồi cho lực rú đại châu ruộng châu chỉ riêng anh kia ớt chuyện tình nó lá luôn và chỉ riêng nơi talaแต่អ្នកគ្រូយកលោកគ្រូយកប្រពន្ធទៅជ្រៀងនៅតឡាឬមួយក៏លោកគ្រូជ្រៀងមួយអ្នកដទៃ bắt phó sất hả bắt phó sất để cho mà chuyện khai klonវិញទីហោ ăn toàn ăn đại rồi ខ្ញុំអត់ជឿ mẹ nó cũng mẹ លោកគ្រូគឺមានវឡងតែមួយគត់ហេតុអីព្រោះរដ្ឋធម្មនុញ្ញរបស់យើងនោះបានកំណត់តើនេះរដ្ឋធម្មនុញ្ញនៅក្នុងមាត្រាមួយគេចែងថាបុរសនិងនារីមានសិទ្ធិស្មើគ្នាអាចមានស្វាមីមួយនិងភរិយាមួយតើណានេះជារដ្ឋធម្មនុញ្ញកំណត់ហើយវឡងរបស់យើងបានបង្ហាញនៅពេលណាគឺនៅពេលដែលយើងរៀបការយ៉ាងពេលដែលយើងរៀបការហើយគឺយើងងងគ្នាទៅចុះអ៊ីតាទិវិលឬក៏ចុះអត្រានិគលដ្ឋានណាចឹងអត្រានិគលដ្ឋានរបស់យើងគ្រប់គ្នាគឺមានតែមួយទេតែណាត់มันអាចមានពីរបានទេនេះជាវឡងរបស់យើងតើនេះប៉ុន្តែលោកខ្លះនៅពេលដែលគាត់មានលុយគឺគាត់អាចដើរទៅក្រៅបានណាគាត់អាចទៅរកលិចរកកើតក្រៅទៅតែស្អីតែគាត់មានលុយអញ្ចឹងអាលុយដែលគាត់ប្រើនោះគឺជាចំនួនអុកទីតកម្មរបស់គាត់មិនមែនជាបឡង់របស់គាត់ទេទោះថាពេលខ្លះគាត់អាចយកនារីម្នាក់ថាជាប្រពន្ធទី2ឬក៏ប្រពន្ធទី3ឬក៏ប្រពន្ធទី4ណាប៉ុន្តែភាពពិតរបស់គាត់គឺគាត់នៅតែមានបឡង់មួយជានិច្ចកាលតែអ្នកទី2ទី3ឬទី4នេះគឺជាចំនួនអុកទីតកម្មរបស់គាត់ទេណាព្រោះរដ្ឋអត់ទទួលស្គាល់ណារដ្ឋអត់ទទួលស្គាល់អ្នកទី2ទី3ទី4នេះគឺរដ្ឋទទួលស្គាល់តែអ្នកទី1ទេដែលមានអត្រានិគលដ្ឋានជាមួយគ្នាប្រសិនបើដៃគូរបស់គាត់ណាមួយត្រូវបានណាស្លាប់ឬមួយក៏លះលែងគ្នាអញ្ចឹងមានន័យថាគាត់បានលុបអេតាទវិលមួយចោលទើបគាត់អាចទៅរៀបការបានមួយទៀតអញ្ចឹងអ្នកទី2ដែលគាត់រៀបការហ្នឹងក៏នៅតែអេតាទវិលតែមួយដដែលតើនេះគាត់នៅតែមានអេតាទវិលតែមួយដដែលទេมันអាចមានពីរបានទេតើនេះអញ្ចឹងអ្នកទី2ទី3ហ្នឹងគឺអត់មានអេតាទវិលទេ
ដែលគេច្រើននិយមហៅថាជាប្រពន្ធក្រៅច្បាប់ណាប្រពន្ធក្រៅច្បាប់ឬក៏កូនក្រៅច្បាប់លក្ខណៈតើអត់ លោកគ្រូអញ្ចឹងចំពោះអាសូតដូចជាអាសូតម៉ូណូអុកស៊ីតអាសូតឌីអុកស៊ីតអីអាហ្នឹងវាបញ្ជាក់ពីចំនួនអុកស៊ីតកម្មវាដែរណាលោកគ្រូរបស់វា បាទលោកគ្រូ បាទមិនមែនជាវឡង់វាទេតើនេះ ចាលោកគ្រូខ្ញុំសូមសួរចុះបើសូត្រយោមលោកគ្រូ បាទបាទ សូត្រយោមវិញចំពោះធាតុសូត្រយោមវិញណា បាទ 8ដកអេឡិចត្រូនស្ទប់ក្រៅវាមិន1លោកគ្រូ បាទ ចឹងវាមិនឡើង 7 7 តែទៅយោម ប្រ វា ឡង ចង់ មួយ ពាន់គូវឡង់ដែរអត់ អត់ចង់ទេសម្ព័ន្ធអ៊ី អត់ យ៉ង ទេតើអត់អញ្ចឹងពួកវាគឺមិនគ្រប់ទៅតាមគោលការណ៍នេះទេតើនេះណា អញ្ចឹង យើង បាន យើង ន័យ អត់ ថាបានតែអលោហៈទេអញ្ចឹងលោកគ្រូ បាទបានតែអលោហៈទេតើអត់ ចាចា បាទអូខេយើងបន្តទៀតចំណុចទី3គឺយើងនិយាយអំពីលក្ខណៈនៃសមាសធាតុគូបឡង់បាទនៃយើងមើលនេះគឺអ៊ីត្រូសែនមាន1អេឡិចត្រូនសេរីអញ្ចឹងគេថាវាមានបឡង់1អាសូតមាន3អេឡិចត្រូនសេរីគេថាវាមានបឡង់3ក្លមាន2គេថាវាមានបឡង់2ឯក្លវិញណាវាមានបឡង់1នៅសណ្ឋានគ្រឹះតែសណ្ឋានភ្ញៀវទី1វាមានបឡង់3សណ្ឋានភ្ញៀវទី2វាមានបឡង់5និងសណ្ឋានភ្ញៀវទី3គឺវាមានបឡង់7អញ្ចឹងគេថាក្លគឺជាធាតុដែលមានបឡង់ច្រើនអញ្ចឹងអ៊ីត្រូសែនអាសូតអុកស៊ីហ្សែននេះគឺជាធាតុដែលមានបឡង់តែមួយគត់ណាដែលមានបឡង់តែមួយគត់អញ្ចឹងទ្រឹស្ដីដែលយើងរៀននៅថ្នាក់ក្រោមថាលេខក្រុមគឺជាបឡង់គឺអត់ត្រឹមត្រូវទេណាលេខក្រុមគឺជាបឡង់ដែលយើងប្រើលេខចាស់1រម៉ាំង2រម៉ាំងហ្នឹងគឺអត់ត្រឹមត្រូវនោះទេបាទអូខេយើងបន្តទៀតលក្ខណៈនៃសមាសធាតុគូបឡង់អញ្ចឹងបើយើងនិយាយពីភាពធម្មជាតិនៃសមាសធាតុគូបឡង់ភាគច្រើនគឺជាអង្គធាតុរាវឬឧស្ម័នណាជាអង្គធាតុរាវឬក៏ជាឧស្ម័នពីរូបវាណាបាទនៅក្នុងករណីខ្លះវាអាចជាអង្គធាតុរាវដែរក្នុងករណីដូចជាស្ពាន់ធម៌ឬក៏ពុស្វឬក៏អយុធវាជាអង្គធាតុរាវដោយសារថាវាមានម៉ាស់របស់វាធំណាឬក៏វាមានទំហំម៉ូលេគុលរបស់វាធំចឹងពួកនេះគេឲ្យឈ្មោះថាពពួកម៉ាក្រូម៉ូលេគុលណាម៉ាក្រូម៉ូលេគុលទី2គឺចំណុចរលាយនិងចំណុចរំពុះចឹងជាទូទៅសម្ព័ន្ធសមាសធាតុដែលចងសម្ព័ន្ធជាសម្ព័ន្ធគូបឡង់គឺមានចំណុចរលាយនិងចំណុចរំពុះទាបណាចំណុចរលាយនិងចំណុចរំពុះទាបបាទលើកលែងតែពពួកម៉ាក្រូម៉ូលេគុលដូចជាកាបូនពេជ្រណាឬក៏កាបូរុនឬក៏ពពួកខ្សាច់ស៊ីលីកាតគឺមានចំណុចរលាយខ្ពស់ណាតែពួកនេះគេឲ្យឈ្មោះថាពពួកម៉ាក្រូម៉ូលេគុលទី3ណាពពួកសមាសធាតុគូបឡង់គឺវាមានទម្រង់ក្រាមក្នុងទម្រង់ជាពពួកម៉ាក្រូម៉ូលេគុលតែវាស្ថិតនៅក្នុងទម្រង់ជាក្រាមបានដូចជាកាបូនពន្ធធម៌ពុស្វ
ឬក៏អយុធណាបាទទី2វាអាចណាវាអាចស្ថិតនៅក្នុងទម្រង់ក្រាមជាទទាប់ណាឧទាហរណ៍ដូចជាgraphic ណា graphic គឺជាកាបូនមួយដែរដែលវាស្ថិតនៅក្នុងទម្រង់ជាក្រាមដែលទទាប់របស់វាគឺរអិលអាចរអិលលើគ្នាបានណាអាចរអិលលើគ្នាបានបាទចំណុចទី4បាទភាពចម្លងអគ្គិសនីចឹងជាទូទៅយើងនិយាយថាជាទូទៅដោយសារថាវាជាអនុស្សនៈចឹងវាមិនមានលក្ខណៈចម្លងចរន្តអគ្គិសនីទេណាឬក៏យើងអាចថាលើកលែងតែសមាធិមួយចំនួនដែលអាចចម្លងចរន្តអគ្គិសនីបានបាទចឹងនេះជាករណីលើកលែងណាបើជាទូទៅគឺវាមិនចម្លងចរន្តអគ្គិសនីទេបាទភាពរលាយចឹងសមាធិគោបឡង់គឺមិនរលាយនៅក្នុងធាតុរំលាយប៉ូឡែនោះទេគឺវារលាយនៅក្នុងសមាធិរំលាយមិនប៉ូឡែនេះជាទូទៅប៉ុន្តែសមាធិគោបឡង់មួយចំនួនតូចតែអាចរលាយនៅក្នុងសមាធិរំលាយប៉ូឡែដែរតែមួយចំនួនតូចដូចជាអាល់កុលដូចជាអាស៊ីតតិចអាស៊ីតក្លូរីត្រិកអាម៉ូញ៉ាឡាក់ដែលវាចំពាន់ក្នុងទម្រង់ជាសម្ព័ន្ធគោបឡង់តែវាអាចរលាយក្នុងទឹកបានព្រោះទឹកជាសមាធិរលាយប៉ូឡែចំណុចទី6គឺវាពេលដែលមានប្រតិកម្មណាសមាធិគោបឡង់ណាវាអាចបង្កើតបានទៅជាសមាធិថ្មីមួយទៀតដែលយើងថាវាមានសមីការ E unit សម្រួលណាសមីការ E unit សម្រួលអូខេចឹងទាំងនេះគឺជាលក្ខណៈនៃសមាធិគោបឡង់ទាន់អត់គ្រូអ្នកគ្រូទាន់អត់ទី5គឺយើងនិយាយពីការលើកលែងនៃច្បាប់អត្តតតាណាចឹងជារួមច្បាប់អត្តតតាគឺมันអាចបកស្រាយបាន 100% ទៅលើសម្ព័ន្ធគោលឡង់ទេណាព្រោះម៉ូលេគុលខ្លះវាអាចមានវិធីភាពដែរដោយវាមិនចងសម្ព័ន្ធតាមច្បាប់អត្តតតាទេឧទាហរណ៍អ៊ីត្រូសែនម៉ូលេគុលអ៊ីត្រូសែនណាគឺវាចងតែមួយអេឡិចត្រូនទេ2អេឡិចត្រូនគាត់ជាមួយខ្លួនរបស់វាឬក៏នៅក្នុងម៉ូលេគុល PCl5 ចឹង P វាអាចមាន10អេឡិចត្រូនគាត់ជាមួយខ្លួនរបស់វាចឹងទាំងអស់នេះគឺវាមិនគ្រប់ទៅតាមច្បាប់អត្តតតានោះទេចឹងច្បាប់អត្តតតាអត់អាចអនុវត្តបាន 100% ទេណាចឹងវាលើកលែងទៅលើទីខ្លះចឹងច្បាប់អត្តតតាត្រូវបានគេបង្កើតឡើងនៅគោលការណ៍លើកលែងណាទី1គឺលើកលែងចំពោះអាតូមអ៊ីត្រូសែនឬក៏អាតូមដែលស្ថិតនៅក្នុងខូបទី1ណាឬក៏ធាតុដែលស្ថិតនៅក្នុងខូបទី1លើកលែងចឹងអ៊ីត្រូសែនគឺវាមិនអាចមាន8អេឡិចត្រូនបានទេ
ចឹងវាឆ្អែតតែ2អេឡិចត្រូនទេអញ្ចឹងវាគ្រប់ទៅតាមគោលការណ៍ទ្វេតាអេឡិចត្រូនទី1ទី2លើកលែងចំពោះម៉ូលេគុលដែលខ្វះអេឡិចត្រូនម៉ូលេគុលដែលខ្វះអេឡិចត្រូនតែម៉ូលេគុលមានថេភាពដែរណាឧទាហរណ៍ដូចជាបេលីយ៉ូមក្លូរូឬក៏បេលីយ៉ូមអ៊ីដ្រូលក្ខណៈគឺវាអត់គ្រប់ទៅតាមបែបអត្តតាទេព្រោះបេលីយ៉ូមនៅពេលដែលចောင်းព័ន្ធមួយនឹង2អាតូមក្លគឺវាមានតែ4ណាវាមានតែ4ពេលតែត្រង់នេះដែលព័ទ្ធជំនួយខ្លួនរបស់វាបាទកន្លែងនេះវារត់បន្តិចបើយើងសេរីវាបន្តិចសិនណាមាន4អេឡិចត្រូនណាអាតូមក្លមាន8អាតូមបេយូមមានតែ4នេះដោយសារថាវាខ្វះអេឡិចត្រូនណាតែអាតូមក្លមាន8ទាំងអស់នេះជាការលើកលែងនៃច្បាប់អត្តតាទី3លើកលែងចំពោះធាតុដែលមាន n ធំជាងឬស្មើ3មានន័យថាវាលើកលែងចំពោះធាតុដែលស្ថិតនៅក្នុងខួបទី3ឬក៏ធំជាង3ណាធាតុដែលស្ថិតនៅក្នុងខួបទី3ឬធំជាង3វាអាចមានករណីលើកលែងដែរឧទាហរណ៍ណាផូស្វ័រប៉ង់តាក្លូរូឬក៏ព័ន្ធត្រីអុកស៊ីតណាយើងឃើញថាព័ន្ធត្រីអុកស៊ីតគឺវាមានណាអេឡិចត្រូនរបស់វាគឺ12ព័ទ្ធជុំវិញខ្លួនរបស់វាអុកស៊ីហ្សែនមានតែ8ទេណាករណីទី4គឺលើកលែងចំពោះធាតុដែលមានអេឡិចត្រូនសេសណាធាតុដែលមានអេឡិចត្រូនសេសឧទាហរណ៍ដូចជា NO ណា NO ចឹងវាមានអេឡិចត្រូនសេសមួយនៅលើអាសូតចឹងនេះជាករណីលើកលែងនៃច្បាប់អត្តតាចឹងច្បាប់អត្តតាលើកលែង4ករណីនេះតើនេះប៉ុណ្ណឹងហើយយើងចូលទៅចំណុចទី6ទី5ទី2បន្ទុកជាក់លាក់ចឹងបន្ទុកជាក់លាក់គឺវាស្មើនឹងណាអេឡិចត្រូនប្លង់ដកនឹងណាដកនឹងអេឡិចត្រូនល្វីចឹងអេឡិចត្រូនល្វីវាស្មើនឹងអេឡិចត្រូនចងសម្ព័ន្ធបូកនឹងអេឡិចត្រូនទំនេរអានេះគេហៅថាអេឡិចត្រូនល្វីចឹងយើងអាចនិយាយបានថាបន្ទុកជាក់លាក់វាស្មើនឹងអេឡិចត្រូនប្លង់ដកនឹងផលបូកនៃអេឡិចត្រូនចងសម្ព័ន្ធជាមួយនឹងអេឡិចត្រូនទំនេរណានេះជាការគណនានៅបន្ទុកជាក់លាក់ចឹងគណនាបន្ទុកជាក់លាក់ធ្វើអីគឺគោលបំណងសំខាន់នៃការគណនាបន្ទុកជាក់លាក់គឺចង់ដឹងអំពីទម្រង់មូលគឺពិតប្រាកដរបស់វាគោលបំណងរបស់វាចឹងនៅពេលដែលយើងរកបន្ទុកជាក់លាក់គឺយើងអាចកំណត់នៅទម្រង់ជាក់លាក់មួយរបស់មូលគីលណារបស់មូលគីលឧទាហរណ៍នេះឧទាហរណ៍ដូចជានៅក្នុងមូលគីល SO2 SO3 ណាគេថា S
មានបន្ទុកជាក់លាក់របស់វាគឺស្មើ0ចាណាឯ O មានបន្ទុកជាក់លាក់វាស្មើ0ដែរនៅពេលដែលវាចងសម្ព័ន្ធបែបនេះតន់ឬអត់ប៉ុណ្ណឹងតន់នេះតន់ឬអត់លោកគ្រូអ្នកគ្រូមិនស្ងាត់អស់ហើយហើយយើងចុចទៅបាទ តាន់តិចតិច តន់តិចតិចហើយយើងចុចទៅចំណុចមួយទៀតគឺនិយាយអំពីការសាងសង់យ៉ាក្រាមចំណុចឬក៏អ្នកខ្លះហៅថាការសាងសង់យ៉ាក្រាមលវីសបាទយើងដើម្បីសាងសង់យ៉ាក្រាមលវីគឺយើងបែងចែកឬក៏យើងសិក្សាទៅលើដំណាក់កាលរបស់វាណាដំណាក់កាលទី1គឺយើងត្រូវកំណត់ថាតើអ្នកណាជាអាតូមកដាលមកសិនកំណត់រកអាតូមកដាលចឹងដើម្បីកំណត់រកអាតូមកដាលគឺយើងមាន2វិធីទី1គឺយើងអាចមើលទៅលើអេឡិចត្រូនសេរីឬក៏យើងអាចមើលទៅលើកម្រិតអេឡិចត្រូអវិជ្ជមានរបស់វាយើងអាចកំណត់រកអេឡិចត្រូនសេរីឬក៏មើលកម្រិតអេឡិចត្រូវិជ្ជមានរបស់វាចឹងធាតុដែលមានកម្រិតអេឡិចត្រូវិជ្ជមានតូចណាវាជាអាតូមកដាលឬក៏យើងថាធាតុដែលមានអេឡិចត្រូនសេរីច្រើនយើងថាវាជាអាតូមកដាលតើនេះជាចំណុចទី1ចំណុចទី2យើងរកចំនួនអេឡិចត្រូនសរុបណាចំនួនអេឡិចត្រូនសរុបអញ្ចឹងចំនួនអេឡិចត្រូនសរុបវាស្មើនឹងផលក្បូកនៃចំនួនអេឡិចត្រូនសន្ទប់ក្រៅរបស់ធាតុនីមួយៗបញ្ចូលគ្នាណាផលបូកនៃអេឡិចត្រូនបាឡង់បានដែរតែនឹងយើងថាវាជាការកំណត់រកចំនួនអេឡិចត្រូនសេរីហើយចំនួនអេឡិចត្រូនសរុបទី3គឺយើងរកចំនួនទ្វេតាអេឡិចត្រូនសរុបចឹងចំនួនទ្វេតាអេឡិចត្រូនសរុបវាស្មើនឹងចំនួនអេឡិចត្រូនសរុបចែកអំពីទី4គឺដាក់ទ្វេតាអេឡិចត្រូនទៅលើអាតូមដែលចងសម្ព័ន្ធខ្ញុំសូមសួរកន្លែងអាតូមដែលមានកម្រិតអេឡិចត្រូអវិជ្ជមានតូចជាងគេលើកលែងអ៊ីដ្រូសែនជានិច្ចកាលចងសម្ព័ន្ធជាមួយ O មិនចងសម្ព័ន្ធជាមួយ CA អាតូមកដាលទេ CH ណាអាតូមកដាលចាអ៊ីដ្រូសែនអាហ្នឹងយើងលើកលែងតែអ៊ីដ្រូសែនដែលវាអត់ចងសម្ព័ន្ធជាមួយនឹងអាតូមកដាលទេណាទី5អត់ចឹងគ្រូ បាទ តែបើសិនធាតុហ្នឹងវាមាន បើជាតិនេះគឺអ៊ីដ្រូសែនមានតែ ចង់និយាយថារូបមន្តហ្នឹងវាសំឡើងដោយ H ហើយ O មិនចងមួយគ្នាលោកគ្រូ បើកាលណាវាមាន O គឺហាស់នោះត្រូវចងមួយ O កាលណាឧទាហរណ៍3ទៀតដូចជាហាស់ N និង O ហើយវាចងព័ន្ធមួយគ្នាអញ្ចឹងជានិច្ចកាលគឺ O ហ្នឹងហាស់ហ្នឹងវាត្រូវចងព័ន្ធមួយ O វាអត់មកចងព័ន្ធមួយ N នេះណាតើនេះតែបើកាលណាវាមានតែ2ធាតុឧទាហរណ៍ N ហើយនិងហាស់
ចាហ្នឹងបានវាចងជាមួយនឹង N ហើយតែបើមាន3ធាតុហើយមានមួយជាអុកស៊ីហ្សែនអញ្ចឹងវាដាច់ខាតត្រូវមកចងព័ន្ធមួយហ្នឹងអុកស៊ីហ្សែនតនអត់អ្នកគ្រូ បើខ្ញុំអាតូមកដាលកំណត់តែមើលអាណាមានអេឡិចត្រូនច្រើនជាងគេ បាទអូខេយើងមាន2របៀបដូចខ្ញុំនិយាយមិញថាយើងមាន2របៀបទីមួយអាតូមកដាលយើងមើលទៅលើកម្រិតអេឡិចត្រូនវិជ្ជមានដែលតូចជាងគេឬក៏យើងមើលទៅលើអេឡិចត្រូនសេរីដែលច្រើនជាងគេអានេះជាអាតូមកដាលតែ2របៀបដើម្បីរកចាំដល់ឧទាហរណ៍បានខ្ញុំបញ្ជាក់ឥឡូវយើងដឹងដំណាក់កាលវាទៅនេះជាដំណាក់កាលណាអញ្ចឹងវាមានណា7ដំណាក់កាលដែលយើងត្រូវធ្វើប៉ុន្តែដល់ពេលដែលយើងសង្យាក្រាមគឺយើងអត់ចាំបាច់អនុវត្តប៉ុណ្ណឹងទេគ្រាន់តែយើងដឹងថាលំដាប់លំដោយវាត្រូវធ្វើម៉េចណាលំដាប់លំដោយវាធ្វើម៉េចឧទាហរណ៍ណានៅក្នុងម៉ូលេគុល PCl5 នៅ PCl5 ណាអញ្ចឹងយើងដំណាក់កាលទី1គឺយើងរកអាតូមកដាលអញ្ចឹងដោយសារថាវាមានតែ2ធាតុអញ្ចឹងហើយអាតូមក្លូមានច្រើនចាអាតូមក្លូជាអាតូមពាត់គេតើនេះឧទាហរណ៍ថាមនុស្សម្នាក់ហើយនឹងមនុស្ស5នាក់វាយគ្នាគេធ្វើថាតើអ្នកណានៅកដាលឬក៏ម្នាក់នៅទៅពាត់វាយគេ5នាក់ឬ5នាក់ពាត់វាយម្នាក់ឃើញទេអញ្ចឹងអានេះយើងអាចសង្កេតមើលទៅតាមហ្នឹងដំណាក់កាលទី2គឺយើងរកចំនួនអេឡិចត្រូនសរុបរបស់វាគឺវាស្មើនឹង P5 ក្ល7 7គុណ5ណាតែតែវាមាន5អញ្ចឹងទៅសរុបទាំងអស់មាន20ហើយមាន40អេឡិចត្រូនអញ្ចឹង40អេឡិចត្រូនវាស្មើនឹង20ស្វេតាវាស្មើនឹង20ស្វេតាអញ្ចឹង20ស្វេតានេះគឺយើងទៅលើដាក់អាតូមដែលចងសម្ព័ន្ធយើងនៅពេលដែលយើងដាក់អាតូមដែលចងសម្ព័ន្ធពេលចងសម្ព័ន្ធមួយនឹងក្ល5អញ្ចឹងវានៅសល់15ស្វេតាទៀត15ស្វេតាយើងវាចងអស់5ចងអស់5នៅសល់15ទៀតហើយបានកំណត់រកអ្នកស្វេតាត្រង់តែនៅសល់ប៉ុន្តែក្នុងករណីនេះគឺអត់មានសល់ណាយើងបានតម្រង់វាបែបនេះចឹងបន្ទាប់ពីយើងរកបន្ទុកជាក់លាក់ណាហើយយើងឃើញថាតម្រង់មូលគីលរបស់វាគឺស្ថិតនៅក្នុងតម្រង់ដដែលអត់មានអ្វីដែលប្រែប្រួលនោះទេចឹងតម្រង់របស់ PCl5 នេះគឺជាតម្រង់ឆមុខនេះឆមុខតន់អត់បាទយើងមើលឧទាហរណ៍មួយទៀតឧទាហរណ៍អាទិត្យស៊ូហ្វូរិកយើងដែលថាអ៊ីដ្រូសែនវាមិនអាចមាន8អេឡិចត្រូនទេវានៅខាងក្រៅហើយវាចងប៉ុនមួយហ្នឹងអុកស៊ីហ្សែនយើងមើលតែស្ពាន់ធម៌ហើយនឹងអុកស៊ីហ្សែនទេយើងស្ពាន់ធម៌ជាអាតូមកដាលយើងមើលចំនួនអេឡិចត្រូនបាទកន្លែងចំណុចហ្នឹងគេហៅគ្រប់រូបមន្តទាំងអស់ណាទូទៅតើយើងធ្វើមិនគឺថាអង្គធាតុមួយណាគឺអាតូមកដាលហើយព្រោះរូបមន្តខុសគ្នាអញ្ចឹងយើងមានលក្ខណៈសម្គាល់ឡើងណាលោកគ្រូតែគិតថា
ធាតុណាជាងដាក់វាជាអាតូមកណ្ដាលហើយធាតុណាជាអាតូមនៅខាងក្រៅបង្អស់ ដងទៀតត្រឹមដងទៀត ជាទូទៅរូបមន្តគីមីវាមានផ្សេងៗគ្នាតែអត់លោកគ្រូ បាទ ចាប៉ុន្តែយើងអាចសម្គាល់បានយ៉ាងដូចម្ដេចដឹងថាធាតុណាជាអាតូមកណ្ដាលហើយធាតុណាជាអាតូមខាងក្រៅបង្អស់ បាទយើងមើលនេះវិធីរកណាអាតូមដែលមានអេឡិចត្រូនសេរីច្រើនជាងគេទី1ណាវិធីទី1តែដែលឡែកស្ពាន់ធន់នឹងអុកស៊ីហ្សែនវាមានអេឡិចត្រូនសេរីរបស់វាស្មើគ្នាតើនេះអេឡិចត្រូនសេរីវា6ដូចគ្នា ចា អញ្ចឹងយើងរកគីរបស់វាអញ្ចឹងគីរបស់អុកស៊ីហ្សែន 3.5 គីរបស់ស្ពាន់ធន់គឺ 2.5 តើនេះអញ្ចឹងស្ពាន់ធន់ទៅជាងអ៊ីត្រូអុកស៊ីហ្សែនអញ្ចឹងស្ពាន់ធន់ជាអាតូមកណ្ដាល អូអញ្ចឹងបានន័យថាប្រសិនបើធាតុតែមានគឺតូចជាងគេវាគឺជាអាតូមកណ្ដាលអញ្ចឹងលោកគ្រូ បាទអញ្ចឹងខ្ញុំដាក់ពីរករណីទី1គឺយើងមើលអេឡិចត្រូនសេរីណាទី2យើងមើលទៅលើកម្រិតអេឡិចត្រូនវិជ្ជមានរបស់វាដែលតូចជាងគេអានោះជាអាតូមកណ្ដាលហើយតើនេះប៉ុណ្ណឹង ចាចាលោកគ្រូ បាទ ចាលោកគ្រូចាតើ តែឡែកអ៊ីត្រូហ្សែនវិញគឺវាមិនចងសម្ព័ន្ធមួយនឹងអាតូមកណ្ដាលទេគឺវាចងសម្ព័ន្ធជាមួយនឹងអុកស៊ីហ្សែនណាអុកស៊ីហ្សែនអញ្ចឹងអេឡិចត្រូនសរុបរបស់វាគឺស្មើនឹង6របស់ស្ពាន់ធន់បូកនឹង4អាតូមរបស់អុកស៊ីហ្សែនគុណនឹង6បូកនឹង2គុណនឹង1 ពីរហ្នឹងគឺ2អាតូមអ៊ីត្រូហ្សែនគុណនឹង1អេឡិចត្រូនតើនេះប៉ុណ្ណឹង គឺលោកគ្រូអាកន្លែង4គុណ6ហ្នឹងអាហ្នឹងបានន័យថាអុកស៊ីហ្សែនមានសន្ទុះ4គុណនឹងអាតូមវា6មែនទេ បាទ4គុណនឹងអេឡិចត្រូនស្បក្រៅវា6តើណា ចាចា តែឡែកអាតូមអ៊ីត្រូហ្សែន2ហើយគុណនឹងអេឡិចត្រូនរបស់វា1អញ្ចឹងយើងឃើញថាវា32ឬស្មើនឹង16ទ្វីតាអញ្ចឹងយើងចូលទៅចំណុចបន្តគឺយើងដាក់ទ្វីតាអេឡិចត្រូនទៅលើអាតូមដែលចងសម្ព័ន្ធអញ្ចឹងពេលយើងដាក់យើងឃើញថាអ៊ីត្រូហ្សែននេះវាចងជាមួយអុកស៊ីហ្សែនហើយអុកស៊ីហ្សែនចងជាមួយស្ពាន់ធន់ក្នុងទម្រង់2នៅទម្រង់2យ៉ាងចឹងបន្តមកទៀតគឺយើងរកបន្ទុកជាក់លាក់ណាដល់ពេលយើងដាក់ឲ្យយើងដាក់ទ្វីតាអេឡិចត្រូនទៅលើអាតូមព័ទ្ធជុំវិញហើយរកបន្ទុកជាក់លាក់បាទចឹងវាអត់មានសល់ទេដល់យើងរកបន្ទុកជាក់លាក់ទៅឃើញថាស្ពាន់ធន់មានបន្ទុកបុក2ឯ O នេះណា O2 នេះគឺមានបន្ទុក0ហើយ O2 ខាងលើនេះគឺមានបន្ទុកដក1តើនេះ កន្លែងហ្នឹងវាអត់ទៅតន់លោកគ្រូ តើអត់ អត់ទៅតន់ទេលោកគ្រូអាកន្លែងទុកពាក់លាក់ហ្នឹង បាទឥឡូវយើងរកបន្ទុកជាក់លាក់របស់ស្ពាន់ធន់ស្ពាន់ធន់មានអេឡិចត្រូនសេរីប្រមាណមានអេឡិចត្រូនប្រមាណតបក្រៅ 6ណានេះហើយនៅពេលដែលចងសម្ព័ន្ធមួយអុកស៊ីហ្សែនអស់ប្រមាណណានេះ1 2 3 4យើងអស់4តើណាតើវាមានអេឡិចត្រូនសេរីអត់អេឡិចត្រូនទំនេរអត់មានទេ អត់នឹង0 0អញ្ចឹងយើងឃើញបូកសមមកឃើញបូក2 ចាចាតន់នេះលោកគ្រូតន់ គាត់នៅតែឡៃអុកស៊ីហ្សែននេះអុកស៊ីហ្សែននេះ
ណាវាមាន6តែវាចងសម្ព័ន្ធជាមួយនឹង e troden មួយជាមួយនឹងសម្ព័ន្ធធម៌អស់មួយអញ្ចឹង2ណានេះចងសម្ព័ន្ធអស់2ហើយវានៅសល់4អេឡិចត្រូនទំនេរចឹងយើងបូកដកមកគឺ0អានឹងអត់មាននេះទេគឺ0ដោយឡែកអុកស៊ីហ្សែននេះវិញនេះចឹងវាមាន6បូកនឹងអេឡិចត្រូនចុងសម្ព័ន្ធ1បូកនឹងអេឡិចត្រូនទំនេរវានេះ2 4 6ចឹងយើងឃើញថាវាសល់ដក1ចាអូនេះដក1អូនេះដក1ដែរតើនេះចឹងយើងបាននេះពាន់ធัวបូក2ចឹងយើងបែកវាមកដក1បូក1បូក1ដើម្បីឲ្យវាចងទាញគ្នាណាយ៉ាងអូនេះដក1អូនេះអាពាន់ធัวបូក1វាទាញគ្នាចឹងវាទាញគ្នាគឺទាញសម្ព័ន្ធយើងដាក់នេះជាសម្ព័ន្ធរួមមួយណាបាទឧទាហរណ៍នៅក្នុងម៉ូលេគុល SO3 ណាជាអាតូមកដាលបាទណាជាអាតូមកដាលគឺ S ណាអញ្ចឹងយើងឃើញថាអេឡិចត្រូនសរុបរបស់វាគឺ12វីតាអញ្ចឹងនៅពេលដែលយើងដាក់អេឡិចត្រូនចងសម្ព័ន្ធទៅណាយើងបានបែបនេះនឹងសល់9 12ដកអស់3នឹងសល់9យើងដាក់ទៅលើអាតូមនិពន្ធជុំវិញគឺយើងបានបែបនេះអញ្ចឹងអត់មានសល់ស្វីតាអេឡិចត្រូនទេយើងអត់សល់អញ្ចឹងយើងអត់ខ្វល់គឺយើងរកបន្ទុកជាក់លាក់អញ្ចឹងបន្ទុកជាក់លាក់ដោយសារថា O3 នេះដូចគ្នាយើងខ្ញុំយកមួយទៅមកសិក្សាមកឃើញណាអញ្ចឹងបន្ទុកជាក់លាក់របស់ស្ព័ន្ធធម៌គឺណា6ដក3 1 2 3បូកនឹង0ព្រោះអត់មានអេឡិចត្រូនទំនេរយើងឃើញវាបូក3អុកស៊ីហ្សែនគឺដក1ដក1 3ដកយើងបានណាដក1បូក1គឺទាញគ្នាគឺវាទាញជួយតែត្រង់នេះដាក់ណាអញ្ចឹងវាទៅជាតម្រង់ពេលយើងសរសេរហ្នឹងដាក់បូក1ដក1ដែរអត់លោកគ្រូបាទពេលយើងសរសេរដាក់បូក1ដក1ដែរអត់ដល់ពេលយើងសរសេរយើងទាញយ៉ាងនេះទៅដកមិនបាច់ទាញអានេះទេតើណាការដែលយើងទាញហ្នឹងគឺយើងចង់បញ្ជាក់ថានៅក្នុងមូលគីនេះគឺមានសម្ព័ន្ធ2ជាន់តើនេះមើលវាបូកទាំងពីរមានលលោកបាទគឺលោកគ្រូអាកន្លែងនេះបូក1ដក1យើងបានសម្ព័ន្ធ2ជាន់ជុំបើសិនជាបូកទាំងពីរកាលណាបូក1ដក1ដើម្បីឲ្យអស់គឺវាទាញនេះមកដាក់នៅទៅហ្នឹងដើម្បីឲ្យអស់នេះបូក1ដក1គឺវាទាញនេះមកដាក់ហ្នឹងដែរនេះអញ្ចឹងយើងបានសម្ព័ន្ធ2ជាន់ចំនួន3នៅក្នុងហ្នឹងអញ្ចឹងដែលយើងគណនាបន្ទុកជាក់លាក់វាទៅគឺ0ណានេះអានេះក៏0 0 0ទាំងអស់តើនេះយើងគណនាមកឃើញថា6បូកនឹង6បូក0យើងឃើញ0ណាដល់អុកស៊ីហ្សែនវិញ6ដក2នេះ2បូក4ឃើញអត់នេះ2បូក4អញ្ចឹង0ដែរវាមិនគឺខ្លាយទីជាទំនុកបែបនេះគឺអត់មានសល់បន្ទុកទៀតទេតើនេះប៉ុណ្ណាគឺគ្រូព្រោះកាលនេះនឹងបន្ទុកចិត្តលះរបស់ស្ពនធរហ្នឹង6 6ដក3នេះបាទឥឡូវយើងមើលម៉ូដមួយទៀតណាN
OF3 nước đấy chứ đúng không? Nước đây mình nước đây mình lá vớt tóc lá đó cô là đấy mấy rồi cả được mấy muốn rồi về ngồi đây ấy các ô này ấnជាតើមកដាលចឹងអេឡិចត្រូនសរុបរបស់វាគឺស្មើនឹង5របស់ N O6 ណា F 7 គុណ3ចឹង32ឬក៏វាស្មើនឹង16ទ្វីតាតើនេះចំណុចហ្នឹងតើនេះ លោកគ្រូដល់ពេលកន្លែងមាន3គិតអាហ្នឹងយើងយក n ប្រៀបធៀបមួយ o ហើយមួយ s គិតមែនលោកគ្រូ បាទ អាកន្លែងដឹងថាអាតូមកណ្ដាលនេះចង់សួរម្ដងទៀតមិញសួរអាស៊ីតសូប៉ូរិកដល់ពេលឥឡូវ NOS 3ហ្នឹងអញ្ចឹងយើងប្រៀបធៀបវាទាំង3សិនឬយ៉ាងម៉េច អាណាជាតើមកដាល ចា តើណាត់អញ្ចឹងយើងអាចរកតាមវិធី2ណា N មានអេឡិចត្រូនសេរី3 O មានអេឡិចត្រូនសេរី2 S មានអេឡិចត្រូនសេរី1ចាណាអេឡិចត្រូនសេរីច្រើនជាងគេគឺ N ណា N ណាឬក៏យើងរកតាមគី S គីរបស់ S 4គីរបស់ O 3.5 គីរបស់ N គឺ 3.02 ចឹង N នៅតែតូចជាងគេដដែល លោកគ្រូអាតារាងគីហ្នឹងមានតម្លៃតារាងរបស់វាឬក៏មិនលោកគ្រូ តារាងអីគេដល់ទៀត អាតម្លៃគីដែលលោកគ្រូថាហ្នឹង បាទនៅក្នុងតារាងគឺគេឲ្យមកចឹងហ្មង អូចាំមិនថាវាមានតម្លៃជាក់លាក់ចំពោះអាតូមមួយហ្មងវាមានតម្លៃប៉ុន្មានចឹង បាទបាទ អូយល់ហើយហ្នឹងព្រោះប្រៀបធៀប តែអាហ្នឹងយើងមើលគេងលោកយ៉ាត់ច្រឡំកន្លែងនេះណាយើងមើលគឺកម្រិតអេឡិចត្រូវិជ្ជមានកន្លែងណាគេដាក់កម្រិតអេឡិចត្រូវិជ្ជមានអញ្ចឹងយើងទៅមើលទៅហ្នឹងទៅមើលខុសតម្លៃខុសហ្នឹងណាយ៉ាត់ ចឹងនេះសម្គាល់លើកម្រិតតម្លៃអេឡិចត្រូនអវិជ្ជមាន បាទកម្រិតអេឡិចត្រូអវិជ្ជមាន អូ មែនអេឡិចត្រូទេ អេឡិចត្រូចាតែលោកគ្រូមានតារាងហ្នឹងចាំសួរទៅលើឲ្យផងលោកគ្រូ បាទ មានតារាងតម្លៃទីហ្នឹងលោកគ្រូ នៅក្នុងនេះមានតែតារាងខ្ញុំមានតែ មិនមែនណាលោកគ្រូ បាទតារាងនៅមេរៀនទី2នោះយើងមាន លោកគ្រូតម្លៃគីនឹងអត់សូវចាំដូចម៉ាសអាតូមដូចអីទេពេលប្រឡងវិញធ្វើម៉េចទៅ អ្នកគ្រូតាងាយទៅបានទេទៅ20 គាត់ ហ្នឹងទៅ គាត់ បានទេ អត់ចេញអត់គាត់ចេញទេអាគីហ្នឹងគាត់អត់ចេញប្រឡងទេ ត្រឹមតែ20ហ្នឹងបានទេតែបើចេញអានេះ 20ក៏ច្រើនណាស់គ្រូ បើអ្នកគ្រូចេញអានេះគឺអ្នកគ្រូមើលអេឡិចត្រូនសេរីវិញចឹងយើងមានរូបមន្តអេឡិចត្រូនសេរីគឺ8ដល់អេឡិចត្រូនបឡង់ឃើញអេឡិចត្រូនសេរីតើនេះអាហ្នឹងក៏បានដែរវាមាន2វិធី ចាអេឡិចត្រូនសេរីហ្នឹងក៏យើងត្រូវចាំវាដែរលោកគ្រូ យើងចាំតែអេឡិចត្រូនទៅក្រៅតា ចាខ្លះណាអត់ចាំដែរ ហ្នឹងវាត្រូវតាក់ទងគ្នាទាំងអស់ អេបន្តិចបន្តួចមានអីបាក់ចាំអ្នកគ្រូទៅតែអ្នកគ្រូសេលបាយអេឡិចត្រូនមកចាំហ៎ឃើញទេ ចាំតាម20ទៀតដំបូងហ្នឹងលោកគ្រូ SO អីហ្នឹងថាអាហ្នឹងអត់អីលោកគ្រូតិច បាទ ផ្លយអអីហ្នឹងអត់អីទេ
mà thiết nó ở đây tê និយាយរួមទៅតែ20ធាតុដំបូងហ្នឹងអ្នកគ្រូដែលយើង បាទ20ធាតុដំបូងហ្នឹងត្រូវចាំហើយហ្នឹងប៉ុន្តែខ្ញុំអត់ឲ្យចាំវិញអ្នកគ្រូអ្វីដែលអ្នកគ្រូទឹកដឹងគឺសរសេររបាយអេឡិចត្រូនរបស់វាអានោះដែលត្រូវ មុ ចាំ ននឹងសរសេរបាយលេខត្រង់ហ្នឹងក៏ត្រូវចាំមកgiậtរបស់វាដែរលោកគ្រូ ចាំសិតដែលនឹងលេខរៀងរបស់វាហ្នឹង អានោះទៅដឹងលេខដាក់វាហើយ ចូលពេលខ្លះចាំលេខលំដាប់វាផងលោកគ្រូ បាទ ចាំនិយាយថាពេលខ្លះអត់ចាំលេខលំដាប់របស់វាទេចាំអេឡិចត្រូនសេរីរបស់វាយកតែម្ដងអញ្ចឹងណា បាទអញ្ចឹងពិបាកបន្តិចដែរអញ្ចឹងយ៉ាងហោចណាស់ក៏ត្រូវចាំលេខដាក់បាទ20ធាតុហ្នឹងដែរណាបាទអញ្ចឹងយើងបន្តនេះជាអ្វីដែលយើងបានបាទអញ្ចឹងនេះជាទម្រង់ពិតរបស់ NOF3 ណាយ៉ាងនេះយើងមានឧទាហរណ៍ច្រើនទៀតណាដូចជា CO2 ហើយ CO3 ដកអញ្ចឹងយើងអាចបញ្យល់ក្នុងនេះណាឬក៏យើងអាចរកនៅក្នុងម៉ូលេគុលទាំងអស់នេះណាយើងអាចរកវាបានដែរអញ្ចឹងនេះជាអ្វីដែលយើងសិក្សាអំពីការសាងសង់ឌីយ៉ាក្រាមចំណុចឬក៏ឌីយ៉ាក្រាមលវីបាទឥឡូវយើងចុះទៅវិធីសាស្ត្រមួយទៀតដែលយើងហៅថា VHEPR ចម្រានគូអេឡិចត្រូនបន្ទាប់បាឡង់អានឹងក៏នៅមេរៀនថ្នាក់ទី11ដែរអញ្ចឹងនៅក្នុងមេរៀននេះអ្វីដែលយើងគួរតែចាំថាណាចំណុចសំខាន់នេះគឺអត់ពិបាកអីហ្មងទេអ្វីដែលយើងចាំគឺនេះណាអាទី7ទេចេះអាទី7គឺគេនិយាយថាអេឡិចត្រូនទាំងអស់ត្រូវបានតាំងវាដោយរូបមន្ត A B X E Y ណា A B X E Y អានេះដែលយើងត្រូវចាំយើងអត់ចាំបាច់ចាំទ្រឹស្ដីវាអស់ទេបាទយើងចាំតែរូបមន្តពិសេសរបស់វាទី1គឺយើងចាំថាម៉ូលេគុលទាំងអស់ណាត្រូវបានតាំងវាដោយពីណាមកទៅអត់ឲ្យយ៉ាងនេះទេការរូបមន្តវាគឺ A B X E Y ណាអានេះយើងត្រូវចាំរូបមន្តវាប៉ុន្តែពេលខ្លះអ្នកខ្លះក៏តាំងវាដោយ A B N
am nè n nèឬក៏ a x ណែ a x លោកគ្រូមើលអត់ឃើញទេលោកគ្រូ អត់ឃើញរីកធំណែអ្នកខ្លះក៏តាំងដោយ x ណែ a x m n ឃើញអត់យើងទោះតាមអីក៏ដោយយើងអត់ខ្វល់ទេតើនេះឃើញអត់ប៉ុណ្ណឹង ឃើញទេលោកគ្រូអរគុណ យើងចង់តាំងបែបណាក៏យើងអត់ខ្វល់ដែរអ្វីដែលយើងខ្វល់គឺថាតើ a ជាស្អីណា b ឬ x នឹងជាអី ជាស្អី x y ឬក៏ m និង n នឹងជាស្អីដែលយើងត្រូវចាប់ណាអានេះដែលយើងត្រូវដឹងចឹងអ្វីដែលយើងត្រូវដឹងថា A ជាអាតូមកដាល A ជាអាតូមកដាលណាបាទ A ជាអាតូមកដាលដែលយើងត្រូវចាំ3ណា B គឺជាអាតូមដែលព័ទ្ធជុំវិញណា B ជាអាតូមដែលព័ទ្ធជុំវិញជាវេតាណាទំនេររបស់ A ណាបើកពងចកវាទៅកុំឲ្យវាច្រឡំយ៉ាងទាំងអស់នេះដែលយើងត្រូវដឹងបាទនិងមួយទៀតគឺណា x យ៉ា x និង y ឬ m និង n ណាគឺជាចំនួនណាគឺជាចំនួនគុតណាគឺជាចំនួនបាទ m ទីហោ
យើងមាន n 3 n 3ណែចឹងគេថា n ជាក់ទៅកដាលណែ n ជាក់ទៅកដាលជាក់ទៅកដាលណែ5ជាទៅគាត់ជំវិញណែនឹង n ណែនឹង n មាន5អេឡិចត្រូនចឹងវាចងអស់3វានៅសល់1ទ្វីតាចឹងយើងថាបើយើងតាំងរូបមន្តរបស់មួយញាក់គឺណែតាំងរូបមន្តរបស់មួយញាក់វិញគឺ a b 3 ណែ a b b 3 ណែនេះជារូបមន្តរបស់អមញ្ញៈតើនេះប៉ុណ្ណឹងតើអត់លោកគ្រូបាទឬក៏នៅក្នុងមូលគីលទឹកចឹង O ជាអាតូមកដាលណែ O ជាអាតូមកដាលហើយ H ជាអាតូមគាត់ជំវិញចឹងរូបមន្តរបស់ទឹកគឺ AB2 ណែ E2 AB2 E2 តើនេះប៉ុណ្ណឹងមែនលោកគ្រូតើអត់ ដូចអត់ទៅស្ទាន់ទេលោកគ្រូអើយកន្លែងហ្នឹងនេះញញអត់ មើលទៅយល់ អត់ទៅយល់ដោយសារអង់គ្លេសឬដោយសារជានេះ អាចថាកថាភាសាជាអង់គ្លេសចុះពួកឯងខ្ញុំអត់ទៅចេះអង់គ្លេសផង បាទលើកចិត្តដាក់ជាខ្មែរពួកខ្ញុំជិលដូរចុះដូរឡើងណែ នឹងលោកគ្រូទាហោទៅយល់ហើយលោកគ្រូ តើនេះប៉ុណ្ណឹងអត់ទេខ្លាចអ្នកគ្រូខ្លះគាត់អត់តន់នេះយើងមើលអានេះណែនេះ A ជាអាតូមដាល B ជាអាតូមគាត់ជំវិញណាជាអាតូមគាត់ជំវិញហើយ E គឺជាទ្វេតាអេឡិចត្រូនទំនេររបស់អាតូម A ឧទាហរណ៍មួយទៀតគឺយើងមានP Cl 3 ឬក៏ Cl 5ចុះណាតែហើយយើងមាន P Cl 5ណាជាអាតូមកដាល
ណាជាតុំកដាល ពេល បាទពេជាតុំកដាលយ៉ាតុំព័ទ្ធជំវិញគឺ CL អល CL គឺមុនរបស់ពេ CL5 គឺអី AB5 មានអត់ អត់មានទេលោកគ្រូ អត់មានទេណាតើអត់រូបមុនមួយទៀតគឺ មិនក៏អត់មានលោកគ្រូហ្នឹងលោកគ្រូ បាទព្រោះពេមានអេឡិចត្រូនក្រៅប៉ុន្មាន នឹងលោកគ្រូដាក់លើវិញបានច្បាស់ មិនចាប់ដាក់លើវាគឺយើងអាចដឹងដែរកាលណាយើងចាំវាណាតែពេមានអេឡិចត្រូនប៉ុន្មាន 5តើណាត់អញ្ចឹងដល់វាចងអស់ 5 តែមានអេឡិចត្រូនទំនេរអត់ហើយយើងមានមួយទៀត LP ណាជាតុំកដាលណាជាតុំកដាល LP ជាត្រង់កណ្ដាល អូអីលោកគ្រូអូអុកស៊ីហ្សែន ហេតុអីបានអុកស៊ីហ្សែននៅកដាលបើអុកស៊ីហ្សែនមាន 2 តែ S មានតែមួយហ្នឹង S ទៅពាត់3គេឬក៏ O ទៅពាត់3គេ ឯកដាលអូសា អេទៅវិញគេ S ជាអ្នក S វៃគេ S តិច O ច្រើន បាទ O វាច្រើនតើណាត់ចឹងយើងឃើញថា S មាន 6 ចងជាមួយនឹង O អស់ 4 វានៅតែ1ចឹងយើងថាវាមានទម្រង់មួយគឺ A B2 ណា A B2 តន់ឬអត់ប៉ុណ្ណឹងតន់នៅ កន្លែង ប៉ុណ្ណឹង គាត់តែកន្លែងN53អាមួយញាក់អត់លោកគ្រូ បាទម៉េចអូ កន្លែង មិន អាមួយញាក់ហ្នឹងវាអត់តាន់លោកគ្រូ អត់ទាត់ ចា អូខេឥឡូវយើងមើលអាមួយញាក់វិញនេះយើងបើទៅអូទៅអូចឹងអូជាអាតូមកដាលអាចជាអាតូមព័ទ្ធជុំវិញគឺពីអាមួយញាក់តន់អត់ចឹងយើងនិយាយពីអាមួយញាក់វាមានតែមួយ N ហ្នឹងណាមាន 3ចឹងណាជាអាតូមកដាលN ម្នាក់ឯងទៅពាត់ឲ្យគេ3នាក់ឬ3នាក់ពាត់ឲ្យ N មួយនេះអញ្ចឹង N ជាអាតូមកដាលណាជាអាតូមពាត់ជុំវិញតើអត់ N មានប៉ុន្មានអេឡិចត្រូន N អេឡិចត្រូនតបក្រៅវាណា N មានអេឡិចត្រូនតបក្រៅប្រមាណ 3 មិន 3 មាន 5 មួយអីលោកគ្រូ6 5លោកគ្រូ 5 បាទ ចឹង 5 ចងសម្ព័ន្ធមួយគេអស់ 3 តែនៅតែប្រមាណ សល់ 2 ដល់ 2 ចឹង 2 ហ្នឹងស្មើអីស្មើ1ពេតាទេណាតើណាចឹងរូបមន្តវាគឺ A B 3 តើណា A B 3 តើនេះប៉ុណ្ណឹង
អញ្ចឹងស្វែសន្ទុះអត់ហ្នឹងគឺជាចំនួនទ្វេតាទេលោកគ្រូ ហ្នឹងគឺទ្វេតាយើងនិយាយពីទ្វេតាហ្នឹងគឺ2អេឡិចត្រូនណានិយាយចេះឲ្យគ្រួស្ដាប់ហ្នឹងស្មើ2អេឡិចត្រូនឬក៏បើយើងនិយាយឲ្យងាយស្ដាប់ចេះទៀតនេះជាមួយទឹកយ៉ាងហាចង់គាត់មួយអូណាហាមានតែមួយទេតែអូមាន6ដល់ណាចានេះ4ចងអស់2នៅសល់4តើនេះ4ចឹងមានន័យថាវាមាន2ទ្វេតាត្រង់ចំណេញនេះតើណាត់ប៉ុណ្ណឹងចឹងជាសរុបមកវិញគឺយើងទៅមើលនៅតារាងណាអូខេនេះបើ x បូក y ស្មើ2នេះយើងមើលរូបមុនវាវិញបើ x បូក y ស្មើ2វាអាចមានពីរករណីអាច x ស្មើ2 y ស្មើ0ឬក៏ x ស្មើ1 y ស្មើ1តើណាត់បើ x បូក y ស្មើ2ហើយ x ស្មើ2 y ស្មើ0មូលគីលរបស់វាគឺ AB2 ចឹងមូលគីលវាជា AB2 បាទចឹងមានន័យថាវាមាន2សម្ព័ន្ធហើយមិនមានទ្វេតាត្រង់ទំនេរទេតែបើ x បូក y ស្មើ2 x ស្មើ1 y ស្មើ1នោះអាចរូបមន្តរបស់វាគឺ AB2E ចឹងមានន័យថាវាមានមួយសម្ព័ន្ធនិងមានមួយទ្វេតាអេត្រង់ទំនេរណាចឹងទម្រង់ធនិមិត្តរបស់វាគឺជា linear គឺជាបន្ទាត់បើ x បូក y ស្មើ3ចឹងអាចមានពីរករណីដែរគឺ x ស្មើ3 y ស្មើ0ចឹងបើ x ស្មើ3 y ស្មើ0មូលគីលនោះគឺមាន model របស់វាគឺ AB3 ចឹងវាមាន3សម្ព័ន្ធមិនមានទ្វេតាត្រង់ទំនេរទេចឹងទម្រង់ធនិមិត្តរបស់វាគឺជាត្រីកោណប្លង់ឧទាហរណ៍ណា B សេល3ឬក៏ B53 ឬក៏ SO3 ជាដើមហើយរូបទម្រង់ធនិមិត្តរបស់វាគឺជាត្រីកោណប្លង់នឹងវាក៏មានករណី x ស្មើ2 y ស្មើ1ចឹងមូលគីលរបស់វាគឺ AB2E មានន័យថាវាមាន2សម្ព័ន្ធនិងមានមួយទ្វេតាអេឡិចត្រូនទំនេរចឹងទម្រង់ធនិមិត្តរបស់វាគឺជាបង្កែកក្នុងករណី x បូក y ស្មើ4វាអាចថា x ស្មើ4ឬក៏ x ស្មើ3ឬក៏ x ស្មើ2ឬក៏ x ស្មើ1បានទេបានអត់ x ស្មើ1គឺអត់បានទេនេះយើងមើលលក្ខខណ្ឌវានេះ x ធំជាងឬស្មើ y ឃើញអត់យើងអាចមានតែ3ករណីនេះទេគឺ x ស្មើ2 x ស្មើ4 y ស្មើ0 x ស្មើ3 y ស្មើ1ឬក៏ x ស្មើ2 y ស្មើ2ចឹងបើ x ស្មើ4 y ស្មើ0មូលគីលគឺ AB4 មានន័យថាវាមាន4សម្ព័ន្ធនិងមានមិនមានទ្វេតាត្រង់ទំនេរទេពេលទម្រង់ធនិមិត្តរបស់វាគឺជាចតុមុខណាបើ x ស្មើ3 y ស្មើ1គឺរូបមន្តវាគឺ AB3E ចឹងទម្រង់ធនិមិត្តរបស់វាគឺជាពីរ៉ាមីតបាត់ត្រីកោណ
តែបើស្ថិតក្នុងទម្រង់ជា x2 y2 យើងវាស្ថិតក្នុងទម្រង់មូលគីគឺ a b2 e2 យើងទម្រង់ធននិមិត្តទៅគឺជាបងកែងណាឬក៏វាអាចស្ថិតនៅក្នុងទម្រង់ជា x បូក y ស្មើ5យើងវាអាចថា x ស្មើ5 y ស្មើ0 x ស្មើ4 y ស្មើ1ឬក៏ x ស្មើ2 y ស្មើ2តែវាមិនអាច x ស្មើ2 y ស្មើ3ទេព្រោះលក្ខខណ្ឌវាខុសណាចឹងមូលគីរបស់វាគឺបែបនេះឃើញណាបាទចឹងនេះជា model នៃមូលគីដែលយើងសិក្សាគាត់អត់ អូខាងគម្រោងនេះ x បូក y ខ្ញុំអាកន្លែងមួយនោះវាបានព្រោះអាកន្លែងពេលដែលលោកគ្រូដាក់ថា x ស្មើ1 y ស្មើ1មានបាន a b e នេះគឺជាអីនោះនេះមួយនេះ y នេះយើងតាំង y ជារបស់ណា y នេះ y ជារបស់ x ជារបស់ b អញ្ចឹងបើ x ស្មើ1អញ្ចឹង a b 1 e 1ឃើញទេបើ x ស្មើ3 y ស្មើ0អញ្ចឹងយើងបាន a x 3 e 0អញ្ចឹង e 0ចាំបាច់ទេតើណាណាយល់ឥឡូវ x ស្មើ6 y ស្មើ0ណា x ស្មើ6 y ស្មើ0យើងចំនួនក្នុងនេះមកអញ្ចឹងវាទៅជា a b 6ឃើញទេx ស្មើ5 y ស្មើ1យើងបាន a b 5 យើងនេះជាអ្វីដែលយើងតាំងបែបហ្នឹងតើណាត់ប៉ុណ្ណឹងបាទឥឡូវយើងសម្រាប់បន្តិចសិនឲ្យធូរខួរក្បាលបន្តិចដូចកញ្ញាញ់ពេកណាបាទសម្រាប់បន្តិចចា